អ្នកបបាញ់នឹងសម្រេចចេញពីព្រៃជ្រៅភ្លេងងងឹតបន្លឺឡើងយឺតអ្នកនិទានតើអ្នកធ្លាប់ឮទេថានៅក្នុងព្រៃជ្រៅខ្លះមានកន្លែងដែលមនុស្សមិនគួរដើរចូលបើព្រះអាទិត្យបានលិចបាត់ទៅហើយចាស់តែនិយាយថាបើឮគេហៅឈ្មោះអ្នកពីក្នុងព្រៃទាំងដែលមិនឃើញមុខកុំឆ្លើយដាច់ខាតព្រោះអ្នកដែលឆ្លើយមិនដែលត្រឡប់មកវិញឡើយរឿងដែលអ្នកកំពុងស្ដាប់នេះបានកើតឡើងកាលពីជាង100ឆ្នាំមុននៅក្នុងតំបន់ព្រៃដ៏ធំមួយមានអ្នកបបាញ់វ័យក្មេងម្នាក់ឈ្មោះខេមល្បីថាក្លាហានមិនខ្លាចសត្វខ្លាមិនខ្លាចដំរីព្រៃហើយក៏មិនជឿរឿងខ្មោចដែរថ្ងៃមួយគាត់ចេញបរបាញ់តែម្នាក់ឯងដើម្បីតាមសត្វក្តាន់ដ៏ធំមួយដែលគេនិយាយថាមិនធ្លាប់មានអ្នកណាបាញ់បានគាត់ដើរតាមស្នាមជើងរហូតចូលកាន់តែជ្រៅទៅកាន់តែងងឹតសូម្បីតែសំឡេងបាក់សីក៏បាត់ទៅអស់រំពេចនោះខេមបានឮមានសំឡេងហៅឈ្មោះគាត់ខេមងាកមើលជុំវិញខ្លួនគ្មាននរណាម្នាក់ទេគាត់គិតថាប្រហែលជាខ្យល់ប៉ុន្តែមិនទាន់បានប៉ុន្មានជំហានផងឮសំឡេងខេមជួយខ្ញុំផងសំឡេងនោះលើកនេះច្បាស់ដូចមនុស្សឈរនៅពីក្រោយខ្នងខេមបែរខ្លួនយ៉ាងលឿនតែអ្វីដែលគាត់ឃើញមានតែដើមឈើខ្មៅនិងអាប់ស្ដើងប៉ុណ្ណោះគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមើលគាត់ខណៈដែលគាត់កំពុងដើរលឿនចេញគាត់ស្រាប់តែប្រទះឃើញខ្ទមចាស់មួយដំបូលប្រក់ស្លឹករលួយជញ្ជាំងពេញទៅដោយស្នាមឆ្កូតដូចក្រញាំសត្វទ្វារបើកចំហហើយមានផ្សែងធូបហុយចេញមកយឺតខេមចូលទៅក្នុងខ្ទមនៅកណ្ដាលបន្ទប់មានរូបសំណាកឈើចាស់មួយដែលមានភ្នែកលាបពណ៌ក្រហមនៅពីមុខរូបសំណាកមានចានដីមួយក្នុងចាននោះមិនមែនជាផ្លែឈើឬបាយសម្លទេតែជាធ្មេញមនុស្សរាប់សិបខេមថយក្រោយមួយជំហានភ្លាមនោះទ្វារខ្ទមបានបិទដោយខ្លួនឯងខ្យល់ត្រជាក់បក់កាត់កញ្ចឹងករបស់គាត់ហើយពីក្រោយរូបសំណាកមានមនុស្សចំណាស់ម្នាក់ដើរចេញមកយឺតសក់សញ៉េរញ៉ៃភ្នែកខ្មៅទាំងស្រុងដៃកាន់ចង្កៀងប្រេងដែលឆេះដោយអណ្ដាតភ្លើងពណ៌បៃតងបរោះចំណាស់ញញឹមហើយនិយាយដោយសំឡេងស្អកថាទីបំផុតក៏មានអ្នកមកជំនួសខ្ញុំហើយពេលឮពាក្យថាទីបំផុតក៏មានអ្នកមកជំនួសខ្ញុំហើយខេមមានអារម្មណ៍ដូចឈាមក្នុងខ្លួនត្រជាក់ស្ទើរតែកកគាត់ចាប់កំភ្លើងបបាញ់យ៉ាងណែនហើយស្រែកសួរអ្នកជានរណាបុរសចំណាស់មិនឆ្លើយគាត់គ្រាន់តែញញឹមមើលមកខេមស្នាមញញឹមនោះធំឡើងរហូតដល់មាត់ហាក់ដូចជាហែកដល់ត្រចៀកអណ្ដាតភ្លើងពណ៌បៃតងនៅក្នុងចង្កៀងចាប់ផ្ដើមឆេះកាន់តែខ្លាំងខេមដកថយមួយជំហានប៉ុន្តែទ្វារខ្ទមមិនអាចបើកបានទេគាត់បាញ់មួយគ្រាប់ទៅកាន់សោទ្វារផាំងសំឡេងកំភ្លើងលាន់ពេញខ្ទមប៉ុន្តែគ្រាប់កំភ្លើងមិនបានប៉ះទ្វារឡើយវាហាក់ដូចជាបាត់ចូលក្នុងភាពងងឹតភ្លាមនោះបុរសចំណាស់បាននិយាយដោយសំឡេងត្រជាក់អស់រយៈពេល100ឆ្នាំគ្មានអ្នកណាអាចចេញពីទីនេះបានទេខេមចាប់ផ្ដើមសង្កេតជញ្ជាំងខ្ទមនៅទីនោះមានស្នាមឆ្កូតរាប់រយខ្លះសរសេរថាកុំជឿសំឡេងដែលហៅឈ្មោះអ្នកកុំមើលក្រោយរត់មុនព្រះច័ន្ទខ្លាយជាពណ៌ក្រហមគាត់មិនទាន់អានចប់ផងស្រាប់តែមានសំឡេងក្មេងស្រីម្នាក់យំពុកជួយខ្ញុំផងខេមយកខ្លួនមួយផ្លែតនោះជាសំឡេងកូនស្រីរបស់គាត់ដែលបានស្លាប់ដោយជំងឺកាលពី3ឆ្នាំមុនភ្នែករបស់ខេមក្រហមដោយទឹកភ្នែកស្រីនាងសំឡេងនោះយំកាន់តែខ្លាំងពុកខ្ញុំត្រជាក់ណាស់ខេមដើរតាមសំឡេងទៅខាងក្រោយខ្ទមនៅទីនោះមានទ្វារឈើតូចមួយនៅពេលគាត់លូកដៃបើកបុរសចំណាស់ស្រែកមួយទំហឹងកុំបើកតែវាយឺតពេលទៅហើយទ្វារបានរបើកបន្តិចអាប់ខ្មៅក្រាស់មួយបានហូរចេញមកហើយក្នុងអាប់នោះមានមុខមនុស្សរាប់សិបមុខទាំងអស់សុទ្ធតែស្លេកស្លាំងភ្នែកខ្មៅទាំងស្រុងពួកគេនិយាយព្រមគ្នាដោយសំឡេងតែមួយនៅជាមួយពួកយើងខេមដួលថយក្រោយបេះដូងរបស់គាត់លូតញាប់ខ្លាំងប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ័យជាងនេះគឺបុរសចំណាស់មិនបានរត់គេចឡើយគាត់បែរមុខមកខេមហើយនិយាយដោយទឹកភ្នែកខ្ញុំមិនមែនជាខ្មោចទេខ្ញុំក៏ធ្លាប់ជាអ្នកបរបាញ់ដូចអ្នកដែរខ្ញុំបានជាប់នៅទីនេះអស់100ឆ្នាំហើយថ្ងៃនេះវាបានជ្រើសរើសអ្នកភ្លាមនោះដីក្រោមខ្ទមចាប់ផ្ដើមញ័រសំឡេងជើងអ្វីម្យ៉ាងដ៏ធំធ្ងន់យឺតនិងខិតកាន់តែជិតតុកបុរសចំណាស់ស្លេកមុខគាត់ខ្សឹបប្រាប់ខេមដោយសំឡេងញ័រវាភ្ញាក់ឡើងហើយតុកសំឡេងជើងនោះកាន់តែខិតជិតខ្ទមជញ្ចាំងឈើចាប់ផ្ដើមញ័រធូលីធ្លាក់ពីដំបូលដូចភ្លៀងខេមកាន់កំភ្លើងជាប់នឹងដៃប៉ុន្តែដៃរបស់គាត់ញ័រមិនឈប់គាត់ជាអ្នកបរបាញ់ដែលមិនធ្លាប់ខ្លាចសត្វសាហាវប៉ុន្តែអ្វីដែលកំពុងដើរមកមិនមែនជាសត្វឡើយបុរសចំណាស់រុញខេមឲ្យលាក់ខ្លួនក្រោមតុឈើចាស់គាត់ខ្សឹបថាមិនថាឃើញអ្វីក៏ដោយកុំសម្លឹងភ្នែកវាហើយដាច់ខាតកុំហៅឈ្មោះវាខេមចង់សួរថាវាជាអ្វីប៉ុន្តែពាក្យមិនទាន់ចេញពីមាត់ផងក្រាំងទ្វារខ្ទមបានបើកយឺតដោយខ្លួនឯងខ្យល់ត្រជាក់ដូចទឹកកកបានបក់ចូលអណ្ដាតភ្លើងក្នុងចង្កៀងប្រេងរលត់ភ្លាមភាពងងឹតបានលេបត្របាក់ទាំងអស់ក្រោយមកមានពន្លឺពណ៌ខៀវស្លេកពីចំណុចលេចឡើងនៅមាត់ទ្វារនោះគឺជាភ្នែកប៉ុន្តែវាខ្ពស់ជាងទ្វារខ្ទមទៅទៀតរាងដ៏ធំសម្បើមមួយបត់ក្បាលចូលមកយឺតស្បែករបស់វាខ្មៅដូចសម្បកឈើដែលឆេះដៃវែងស្ទើរតែដល់ដីក្រចកស្រួចអូសលើកម្រាលឈើបង្កើតសំឡេងក្រឹក
វាមិននិយាយអ្វីទេវាគ្រាន់តែធំក្លិនដូចជាកំពុងស្វែងរកមនុស្សខេមខ្ទប់មាត់ខ្លួនឯងមិនហ៊ានសំបីតែដកដង្ហើមខ្លាំងបុរសចំណាស់ក៏បិទភ្នែកស្ងៀមសត្វចម្លែកនោះដើរចូលមកកណ្ដាលខ្ទមរំពេចនោះវាឈប់ក្បាលរបស់វាបែរមកកន្លែងដែលខេមកំពុងលាក់បេះដូងខេមលោតញាប់រហូតឮក្នុងត្រចៀក1វិនាទី2វិនាទី3វិនាទីស្រាប់តែមានសំឡេងក្មេងស្រីយំពីខាងក្រៅខ្ទមពុកខ្ញុំនៅទីនេះខេមស្ទើរតែងើបរត់ចេញប៉ុន្តែបុរសចំណាស់ចាប់ដៃគាត់ជាប់គាត់ក្រវីក្បាលយឺតទឹកភ្នែកហូរពេញមុខគាត់ខ្សឹបថានោះមិនមែនជាកូនអ្នកទេភ្លាមនោះសត្វចម្លែកបែកក្បាលទៅរកសំឡេងហើយវាសើចសំឡេងសើចរបស់វាមិនដូចមនុស្សឡើយវាដូចជាសំឡេងមនុស្សរាប់រយនាក់សើចក្នុងពេលតែមួយរំពេចនោះបុរសចំណាស់ស្រាប់តែរុញខេមចេញតាមបង្អួចរត់ទៅកាន់ដើមពោធិ៍ធំកុំងាកក្រោយខេមធ្លាក់ចុះទៅលើដីហើយរត់អស់ទំហឹងនៅពីក្រោយគាត់ឮសំឡេងបុរសចំណាស់ស្រែកយ៉ាងខ្លាំងបន្ទាប់មកអ្វីក៏ស្ងាត់ឈឹងខេមមិនហ៊ានងាកក្រោយទេគាត់រត់រហូតដល់ឃើញដើមពោធិ៍ដ៏ធំមួយនៅកណ្ដាលព្រៃនៅក្រោមដើមពោធិ៍មានព្រះសង្ឃចំណាស់មួយអង្គកំពុងអង្គុយសមាធិដោយមិនបើកភ្នែកព្រះអង្គមានសង្ឃដីកាថាទីបំផុតវាបានរកឃើញអ្នកហើយខេមដកដង្ហើមញាប់ព្រះដេចគុណតើវាជាអ្វីព្រះសង្ឃបើកភ្នែកយឺតពុទ្ធភ័ក្ររបស់ព្រះអង្គពោពេញដោយក្តីបារម្ភអស់រយៈពេល500ឆ្នាំមនុស្សគ្រប់គ្នាយល់ច្រឡំថាព្រៃនេះមានខ្មោចព្រះអង្គផ្អាកមួយផ្លែតរួចមានសង្ឃដីកាថាប៉ុន្តែការពិតអ្វីដែលនៅក្នុងព្រៃនេះមិនដែលស្លាប់ហើយក៏មិនដែលមានជីវិតដែរខេមដកដង្ហើមញាប់ខណៈព្រះសង្ឃចំណាស់នៅតែអង្គុយស្ងៀមក្រោមដើមពោធិ៍មួយសន្ទុះក្រោយមកព្រះអង្គមានសង្ឃដីកាថាអ្វីដែលអ្នកបានឃើញមិនមែនជាខ្មោចទេហើយក៏មិនមែនជាបិសាចដែរខេមសួរទាំងញ័រសំឡេងបើមិនមែនជាខ្មោចតើវាជាអ្វីព្រះសង្ឃលើកដៃចង្អុលទៅក្នុងព្រៃជ្រៅកាលពីជាង500ឆ្នាំមុនមានលោកគ្រូអាគមម្នាក់បានបង្កើតពិធីមន្តដ៏ខ្លាំងដើម្បីការពារអាថ៌កំបាំងមួយប៉ុន្តែពិធីនោះមិនបានបង្កើតអ្នកការពារទេវាបានបង្កើតបណ្ដាសាមួយខេមនៅស្ងៀមព្រះអង្គបន្តថាអ្នកយាមព្រៃនោះមិនចេះចាស់មិនចេះស្លាប់វាមិនតាមប្រមាញ់មនុស្សគ្រប់គ្នាទេវាតាមតែអ្នកដែលឆ្លងចូលតំបន់ហាមឃាត់ហើយឮសំឡេងដែលហៅឈ្មោះខ្លួនខេមនឹកឃើញភ្លាមសំឡេងដែលហៅគាត់ចូលព្រៃនិងសំឡេងកូនស្រីដែលបានស្លាប់ទៅហើយគាត់សួរភ្លាមចុះហេតុអ្វីវាជ្រើសរើសខ្ញុំព្រះសង្ឃមិនទាន់ឆ្លើយស្រាប់តែខ្យល់ត្រជាក់បក់កាត់ស្លាកពោរង្គើដោយគ្មានហេតុផលតុកសំឡេងជើងនោះបានមកដល់ក្រោយដើមពោធិ៍ព្រះសង្ឃបិទភ្នែកហើយសូត្រគាថាខ្លីមួយពន្លឺស្រាលបានព័ទ្ធជុំវិញដើមពោធិ៍សំឡេងជើងស្ងាត់ទៅមួយរយៈបន្ទាប់មកព្រះសង្ឃដកដង្ហើមធំខ្ញុំមិនអាចការពារអ្នកបានយូរទេហេតុអ្វីព្រោះបណ្ដាសាបានចាប់ផ្ដើមហើយខេមងឿងឆ្ងល់ព្រះសង្ឃយកកញ្ចក់មូលតូចមួយចេញពីហោប៉ៅហើយប្រគល់ឲ្យខេមមើលមុខខ្លួនឯងខេមសម្លឹងចូលក្នុងកញ្ចក់ភ្លាមនោះគាត់ស្ទើរតែទម្លាក់វាចោលក្នុងកញ្ចក់មុខរបស់គាត់នៅធម្មតាប៉ុន្តែនៅពីក្រោយស្មារបស់គាត់មានរាងខ្មៅមួយកំពុងឈរយ៉ាងស្ងៀមស្ងាត់វាមានភ្នែកពណ៌ខៀវស្លេកហើយវាកំពុងញញឹមខេមបែកខ្នងភ្លាមគ្មានអ្វីសោះគាត់មើលចូលកញ្ចក់ម្ដងទៀតរាងនោះនៅតែមានវាលើកដៃយឺតចង្អុលទៅខ្នងរបស់ខេមព្រះសង្ឃនិយាយដោយទឹកមុខស្ងប់ស្ងាត់វាមិនដើរតាមអ្នកទេវានៅជាប់អ្នករួចហើយខេមស្លេកមុខតើខ្ញុំត្រូវធ្វើដូចម្ដេចព្រះសង្ឃសម្លឹងទៅកាន់ផ្លូវចូលព្រៃមុនព្រះអាទិត្យរះថ្ងៃស្អែកអ្នកត្រូវរកថ្មត្រាបុរាណដែលលាក់នៅក្នុងរូងភ្នំភាគខាងជើងមានតែវាទេដែលអាចផ្ដាច់បណ្ដាសាបានមិនទាន់ចប់សម្ដីផងផ្ទាំងកញ្ចក់ក្នុងដៃខេមបានប្រេះដោយខ្លួនឯងនៅក្នុងបំណែកកញ្ចក់ចុងក្រោយមិនមែនមានមុខខេមទៀតទេប៉ុន្តែជាមុខរបស់បុរសចំណាស់ក្នុងខ្ទមគាត់ញញឹមហើយខ្សឹបថាកុំជឿព្រះសង្ឃពាក្យមួយឃ្លាពីក្នុងបំណែកកញ្ចក់កុំជឿព្រះសង្ឃធ្វើឲ្យខេមឈររឹងដូចថ្មគាត់សម្លឹងទៅកាន់ព្រះសង្ឃព្រះអង្គក៏សម្លឹងមកគាត់វិញដោយទឹកមុខស្ងប់ស្ងាត់អ្នកបានឮហើយមែនទេខេមងក់ក្បាលយឺតបាទប៉ុន្តែខ្ញុំមិនដឹងថាត្រូវជឿអ្នកណាទេព្រះសង្ឃដកដង្ហើមធំបើអ្នកចង់ដឹងការពិតចូលដើរតាមខ្ញុំព្រះសង្ឃនាំខេមដើរចូលទៅក្នុងព្រៃកាន់តែជ្រៅអាប់កាន់តែក្រាស់សំឡេងសត្វទាំងអស់បានបាត់ទៅបន្ទាប់ពីដើរជាង1ម៉ោងពួកគេបានមកដល់ប្រាសាទថ្មបុរាណមួយប្រាសាទនោះស្ទើរតែត្រូវវល្លិស្មៅរុំលេបបាត់នៅកណ្ដាលប្រាសាទមានផ្ទាំងថ្មធំមួយលើផ្ទាំងថ្មមានរូបចម្លាក់មនុស្ស2នាក់ម្នាក់ស្លៀកពាក់ជាព្រះសង្ឃម្នាក់ទៀតជាអ្នកបរបាញ់កាន់ធ្នូខេមសួរតើនេះជានរណាព្រះសង្ឃបិទភ្នែកមួយផ្លែតនោះគឺជាខ្ញុំនិងមិត្តរបស់ខ្ញុំខេមភ្ញាក់ផ្អើលតើមានន័យថាព្រះតេជគុណមានអាយុព្រះសង្ឃងក់ក្បាលជាង500ឆ្នាំហើយខេមស្ទើរតែមិនជឿត្រចៀកខ្លួនឯងព្រះសង្ឃចាប់ផ្ដើមនិទានការពិតកាលពី500ឆ្នាំមុនមិត្តរបស់ខ្ញុំជាអ្នកបរបាញ់ដ៏ល្បីថ្ងៃមួយគាត់បានរកឃើញថ្មអាថ៌កំបាំងមួយថ្មដែលអាចផ្ដល់អាយុវែងនិងអំណាចដល់អ្នកកាន់វាមនុស្សជាច្រើនចង់ដណ្ដើមវាដូច្នេះយើងបានសម្រេចបិទថ្មនោះហើយបង្កើតអ្នកយាមម្នាក់ដើម្បីមិនឲ្យអ្នកលុបលន់ចូលទៅដល់ខេមសួរភ្លាមចុះអ្នកយាមព្រៃព្រះសង្ឃឆ្លើយដោយសំឡេងធ្ងន់អ្នកយាមព្រៃមិនមែនជាបិសាចទេវាគឺជាមិត្តរបស់ខ្ញុំ
ខេមបើកភ្នែកធំអ្វីគាត់ស្ម័គ្រចិត្តប្រែក្លាយខ្លួនជាអ្នកយាមដើម្បីការពារថ្មអាតកំបាំងប៉ុន្តែពេលវេលាកន្លងផុតទៅមនុស្សគ្រប់គ្នាបានភ្លេចការពិតហើយហៅគាត់ថាបិសាចទ្រុំពេជ្រនោះខ្យល់បក់ខ្លាំងសំឡេងជើងដែលខេមធ្លាប់ឮបានលាន់ឡើងម្ដងទៀតតុកអ្នកយាមព្រៃបានដើរចេញពីអាប់លើកនេះវាមិនក្រហឹមមិនស្រែកគ្រាន់តែឈរសម្លឹងមើលខេមសង្កេតឃើញអ្វីមួយនៅលើករបស់អ្នកយាមមានខ្សែចងធ្វើពីធ្មេញសត្វខ្សែដូចគ្នាបេះបិទនិងខ្សែដែលឪពុករបស់ខេមធ្លាប់ពាក់ខេមយកសំឡេងមិនអាចទេអ្នកយាមព្រៃលើកដៃយឺតហើយដាក់ដៃលើទ្រូងខ្លួនឯងដូចជាចង់ប្រាប់អ្វីមួយភ្នែកពណ៌ខៀវរបស់វាគ្មានកំហឹងទេមានតែទុកសោកពេលនោះព្រះសង្ឃនិយាយមួយឃ្លាដែលធ្វើឲ្យខេមស្ទើរតែដួលខេមអ្នកយាមព្រៃនេះគឺជាបុព្វបុរសរបស់អ្នកពាក្យមួយឃ្លារបស់ព្រះសង្ឃអ្នកយាមព្រៃនេះគឺជាបុព្វបុរសរបស់អ្នកធ្វើឲ្យខេមឈរស្ងៀមគាត់មើលទៅអ្នកយាមព្រៃម្ដងទៀតពេលនេះគាត់មិនឃើញតែសត្វចម្លែកទៀតទេនៅក្រោមស្បែកខ្មៅនិងរាងកាយដ៏ធំសម្បើមគាត់ហាក់ដូចជាឃើញទឹកភ្នែកមួយដំណក់រអិលចុះពីភ្នែកពណ៌ខៀវរបស់អ្នកយាមខេមដើរទៅមុខយឺតព្រះសង្ឃស្រែកខាត់ឈប់កុំទៅចិត្តវាប៉ុន្តែអ្នកយាមព្រៃមិនបានវាប្រហារខេមឡើយវាដោះខ្សែធ្មេញសត្វពីករបស់វាហើយប្រគល់ឲ្យខេមនៅផ្នែកខាងក្នុងនៃខ្សែនោះមានអក្សរឆ្លាក់ចាស់សម្រាប់កូនចៅរបស់ខ្ញុំបើថ្ងៃណាអ្នកបានអានសារនេះសូមកុំសម្លាប់អ្នកយាមព្រៃព្រោះខ្ញុំគឺជាអ្នកយាមនោះដៃរបស់ខេមចាប់ផ្ដើមញ័រទឹកភ្នែកស្រក់ចុះដោយមិនដឹងខ្លួនភ្លាមនោះសំឡេងមួយបានបន្លឺពីក្រោយកុំជឿវាខេមបែកខ្នងព្រះសង្ឃកំពុងកាន់កាំបិតបុរាណមួយភ្នែករបស់ព្រះអង្គប្រែជាពណ៌ក្រហមស្នាមញញឹមស្ងប់ស្ងាត់បានប្រែក្លាយជាស្នាមញញឹមដ៏ត្រជាក់500ឆ្នាំហើយទីបំផុតខ្ញុំក៏អាចយកថ្មអាតកំបាំងបានខេមស្លេកមុខមានន័យថាព្រះដេចគុណលោកមិនមែនជាព្រះសង្ឃទេរាងកាយរបស់គាត់ចាប់ផ្ដើមប្រែប្រួលស្បង់ពណ៌លឿងរលាយទៅជាអាវខ្មៅសក់វែងធ្លាក់មកលើស្មាមុខមាត់ចាស់ជរាបប្រែក្លាយជាគ្រូអាគមអូរ៉ានខ្ញុំជាអ្នកដែលបង្កើតរឿងព្រេងទាំងអស់នេះខ្ញុំធ្វើឲ្យមនុស្សខ្លាចអ្នកយាមព្រៃដើម្បីកុំឲ្យនរណាចូលមកដល់ថ្មអាតកំបាំងរហូតដល់ថ្ងៃនេះកូនចៅរបស់អ្នកយាមបានមកដល់ដោយខ្លួនឯងខេមដឹងភ្លាមថាអ្នកដែលគាត់ជឿតាំងពីដំបូងគឺជាអ្នកកុហកអ្នកយាមព្រៃស្រែកមួយសំឡេងដីទាំងមូលរំជួយញាប់ញ័រដើមឈើធំរង្គើប៉ុន្តែវាមិនស្ទុះទៅវ័យគ្រូអាគមទេវាបែរមករកខេមហើយលុតជង្គង់ដូចជាកំពុងសុំឲ្យខេមធ្វើការសម្រេចចិត្តខេមកាន់ខ្សែធ្មេញសត្វជាប់គាត់ដើរទៅកាន់ថ្មអាតកំបាំងគាត់មិនចង់បានអំណាចមិនចង់បានអាយុវែងគាត់គ្រាន់តែចង់បញ្ចប់បណ្ដាសានេះគាត់លើកថ្មឡើងហើយបំបែកវាទៅនឹងផ្ទាំងថ្មបុរាណផាំងពន្លឺពណ៌សដ៏ខ្លាំងបានផ្ទុះឡើងព្រៃទាំងមូលត្រូវបានបំភ្លឺអ្នកយាមព្រៃបិទភ្នែកយឺតរាងកាយរបស់វាចាប់ផ្ដើមប្រែជាពន្លឺមុនពេលរលាយបាត់គាត់ញញឹមជាលើកដំបូងក្នុងរយៈពេល500ឆ្នាំគ្រូអាគមស្រែកដោយកំហឹងអំណាចរបស់គាត់បានរលាយបាត់ជាមួយថ្មអាតកំបាំងអាប់ខ្មៅលើព្រៃក៏រសាត់បាត់មួយឆ្នាំក្រោយមកអ្នកភូមិអាចចូលព្រៃបានដោយគ្មានអ្វីកើតឡើងមិនមានសម្លេងហៅឈ្មោះទៀតមិនមានខ្ទមចាស់ទៀតហាក់ដូចជាអ្វីមិនធ្លាប់កើតឡើងប៉ុន្តែរាត្រីមួយខេមនាំកូនប្រុសតូចរបស់គាត់ដើរកាត់ក្នុងព្រៃស្រាប់តែកូនប្រុសរបស់គាត់ឈប់ដើរហើយនិយាយទាំងញញឹមថាឪពុកមានលោកតាម្នាក់នៅក្នុងព្រៃកំពុងលើកដៃហៅខ្ញុំខេមស្លេកមកភ្លាមគាត់ងាកមើលទៅក្នុងព្រៃតែគ្មាននរណាម្នាក់មានតែខ្យល់បក់តិចនិងសំឡេងស្លឹកឈើរវើកហាក់ដូចជាកំពុងសឹកថារឿងខ្លះមិនដែលបញ្ចប់ទាំងស្រុងទេចប់